បងប្អូនទៅសាយគូហូនមួយអ្នកសារព័ត៌មានល្បីនៅក្នុងប្រទេសកម្ពុជារបស់យើងតាគាត់និយាយកំណាព្យមួយរឿងមិត្តភ័ក្តិមកចាប់ផ្ទះនាំមិត្តភ័ក្តិទៅលេងដល់ពេលមិត្តភ័ក្តិទៅលេងផ្ទះនោះមានឆ្កែ3ក្បាលឆ្កែ3ក្បាលហើយយើងមិនទៀតដល់ពេលមិត្តភ័ក្តិទៅលេងយើងព្រុសប្រងខំអាមិត្តភ័ក្តិហ្នឹងដល់ពេលម្ចាស់ខំថាចុះអត់ស្គាល់មិត្តភ័ក្តិអញមកលេងអញស្គាល់មិត្តភ័ក្តិអញអត់ស្គាល់វាយឆ្កែស៊ីមួយទទួលមិត្តភ័ក្តិវាយមួយបាត់ណាដល់ពេលវាយឆ្កែស៊ីមួយនៅសាប់2ក្បាលទៀតបងប្អូនចុំគ្នាដេកព្រួយតែដេកព្រួយដេកគិតថាចុងថ្ងៃណាមិត្តភ័ក្តិអញមកលេងមិត្តភ័ក្តិម្ចាស់មកលេងអញដឹងអញមិនបានអញដឹងអញអត់ហ៊ានព្រួយចាំមិនចិត្តសង្ស័យមកដល់ពេលយប់ចោលចូលផ្ទះម្ដងចោលចូលផ្ទះវាព្រុសទៅព្រុសទៅវានិយាយគ្នាបងប្អូនឆ្កែនិយាយគ្នាអត់ហ៊ានព្រុសម៉េអញចោលមិនចោលទេមិត្តភ័ក្តិមេដេញដោគ្នាក៏អត់ព្រុសទេដល់ពេលចោលបានដៃលួចតិចទ្រព្យសម្បត្តិលួចអស់អាលីងមកលួចអស់ភ្ញាក់ឡើងបានទ្រព្យសម្បត្តិអស់បន្ទោសឆ្កែមិត្តភ័ក្តិអញមកលេងព្រោះអញព្រុសអញរត់ដេញបានផឹកស៊ីមិនបានទេណាដល់ពេលចោលយកបានអស់អញអត់ព្រុសទេវាយស៊ីមួយទៀតអស់ហើយនៅមួយអញ្ចឹងនៅសល់ឆ្កែមួយមិនទៀតគាត់ពិបាកចិត្តពេកសែនពេកគាត់ទៅលោតទឹកស្ពានជួយយោវ៉ាឆ្កែបងប្អូនឆ្កែទៅលោតទឹកស្ពានជួយយោវ៉ាអត់ជួបបងរដ្ឋីហើយគាត់ធ្ងោគាត់អូនពីទុកវត្តមកថាមានវិបត្តិអីគេគេសួរអញ្ចឹងណានឹងឲ្យឆ្កែផ្សេងសួរថាមានវិបត្តិអីហើយបើមកលោតទឹកវាយំរៀបរាប់ថាឲ្យខ្ញុំចាំមិនអស់គេថាព្រុសក៏ខុសមិនព្រុសក៏ខុសអាណាដឹងបើមុខចោលអាណាដឹងអូហ្នឹងហើយបងប្អូនអរគុណច្រើន